វិធីល្អបំផុតក្នុងការដាក់ទុនកម្មអ្នករំលោភសេពសន្តិវៈគឺត្រូវប្រែក្លាយគាត់ទៅជាស្ត្រីហើយប្រសិនបើអ្នកចាប់រំលោភគាត់អ្នកកោសក់គាត់ឲ្យស្អាតបន្ទាប់មកពួកគេបានសេពគ្រឿងញៀនគាត់ឧបករណ៍នៃឧក្រិដ្ឋកម្មនឹងត្រូវរឹបអូសបន្ទាប់ក្មេងប្រុសមិនដែលសុបិនទេគាត់បានរំលោភកូនស្រីរបស់គ្រូពេទ្យវះកាត់ផ្លាស្ទិកនៅពេលក្មេងប្រុសភ្ញាក់ឡើងមិនគួរឲ្យជឿទេដែលឃើញចំណុចខ្លាំងរបស់អ្នកបាត់មុនពេលគាត់អាចជាសេះស្បើយពីការឆក់វិជ្ជាបណ្ឌិតបានចូលមកក្នុងប្រអប់មួយគាត់បានប្រាប់ក្មេងប្រុសនោះថាការវះកាត់បដូរភេទគឺជាទុកជ័យមួយដើម្បីជៀសវាងការស្អិតចុះរាងកាយទាបរបស់ក្មេងប្រុសយើងត្រូវធ្វើអន្តរាគមន៍ជាមួយឧបករណ៍រំលាយបំណងប្រាថ្នាដើម្បីរស់ធ្វើឲ្យក្មេងប្រុសយល់ព្រមបន្ទាប់ពីការត្រួតពិនិត្យអស់រយៈពេល1ខែក្មេងប្រុសនេះកំពុងជាសេះស្បើយគាត់បានសួរគ្រូពេទ្យដោយប្រុងប្រយ័ត្នថាតើគាត់អាចទៅផ្ទះបានទេប៉ុន្តែចម្លើយដែលគាត់បានធ្វើឲ្យគាត់អស់សង្ឃឹមទីបំផុតវិជ្ជាបណ្ឌិតបានបង្ហាញពីអត្តសញ្ញាណពិតរបស់គាត់ចំពោះគាត់គឺជាឪពុករបស់ក្មេងស្រីដែលគាត់បានចាប់រំលោភមានតែពេលនោះទេដែលក្មេងប្រុសដឹងថាគាត់បានបង្កបញ្ហាច្រើនប៉ុណ្ណាបន្ទាប់គ្រូពេទ្យនឹងប្រែក្លាយវាទៅជាស្ត្រីពិតប្រឈមមុខនឹងស្បែករដប់របស់ក្មេងប្រុសវិជ្ជាបណ្ឌិតជំនាញបានពិសោធន៍ជាមួយការកាត់ស្បែកគាត់បានបង្កើតស្បែកសិប្បនិមិត្តប្រភេទថ្មីមួយដោយទាញយកកោសិកាចេញពីស្បែកជ្រូកបន្ទាប់ពីការពិសោធន៍សំជាច្រើនទីបំផុតបានផ្សាំស្បែកសិប្បនិមិត្តដោយជោគជ័យលើក្មេងប្រុសស្បែកសិប្បនិមិត្តមិត្តនេះមិនត្រឹមតែឆ្ងាញ់នឹងរលោងប៉ុណ្ណោះទេវាក៏អាចទប់ទល់នឹងការដុតសេតុណ្ហភាពខ្ពស់រាប់ម៉ឺនដឺក្រេផងដែរវាមិនផ្ដល់នូវក្លិនខ្លួនទេដូច្នេះដើម្បីជៀសវាងមូសខាំនិងសត្វល្អិតដទៃទៀតវិធីនេះតំបន់ជាច្រើនអាចត្រូវបានរារាំងបន្ទាប់ពីដោះស្រាយបញ្ហាស្បែកវិជ្ជាបណ្ឌិតក៏បានស្នើសុំឲ្យក្មេងប្រុសនោះស្លៀកសម្លៀកបំពាក់រៀងរាល់ថ្ងៃដូច្នេះរាងកាយរបស់គាត់អាចចូលទៅជិតលក្ខណៈស្ត្រីឥឡូវនេះបុរសវ័យក្មេងដែលអាម៉ាស់មុខមានគំនិតតែមួយប៉ុណ្ណោះនោះគឺដើម្បីរកឱកាសរត់គេចខ្លួននៅថ្ងៃនេះគាត់បានឆ្លៀតយកប្រយោជន៍ពីវិជ្ជាបណ្ឌិតដើម្បីជួយគាត់បង្រួមនឹងរអិលក្មេងប្រុសនោះបានវាយប្រហារភ្លាមបន្ទាប់មកគ្រូពេទ្យបានចាប់យកកូនសោពីហោប៉ៅខរបស់វិជ្ជាបណ្ឌិតបន្ទាប់មកគាត់បានរត់ចេញពីបន្ទប់យ៉ាងលឿនប៉ុន្តែមិនយូរប៉ុន្មានគាត់ដឹងថាវាគ្មានប្រយោជន៍ទេពីព្រោះទ្វារផ្ទះត្រូវបានដំឡើងរួចហើយជាមួយឧបករណ៍បញ្ជីពីចម្ងាយដរាបណាវិជ្ជាបណ្ឌិតចុចឧបករណ៍បញ្ជីពីចម្ងាយវានឹងត្រូវបានចាក់សោយ៉ាងរឹងមាំមើលក្មេងប្រុសរត់គេចពីភាពអស់សង្ឃឹមដើម្បីរំដោះតាមពិតគាត់បានជួបរបស់គាត់ដោយកម្មពិតប៉ុន្តែអ្វីដែលគាត់មិនដែលរំពឹងគឺនោះបន្ថែមលើបច្ចេកទេសវះកាត់កែសម្ផស្សដ៏អស្ចារ្យវិជ្ជាបណ្ឌិតកម្រិតនៃការជួយសង្គ្រោះមនុស្សក៏ល្អឥតខ្ចោះផងដែរវាចំណាយពេលតែ2-3នាទីប៉ុណ្ណោះក្មេងប្រុសត្រូវបានជួយសង្គ្រោះហើយបានត្រឡប់មកវិញនៅពេលដែលគ្រូពេទ្យយកកបាំងមុខចេញពីមុខក្មេងប្រុស30ថ្ងៃក្រោយគាត់ត្រូវបានគេភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅកន្លែងកើតហេតុនៅពីមុខគាត់បុរសក្រោយប្រតិបត្តិការគឺមានលក្ខណៈជាស្ត្រីច្រើនជាងស្ត្រីពិតប្រាកដតើវាជីវិតមុននៃធម្មជាតិទេគាត់បានសម្រេចចិត្តបដូរឈ្មោះក្មេងប្រុស Xiaomi ហើយផ្ញើសម្ពុត Flora X ឲ្យគាត់រាល់ពេលឥឡូវនេះប៉ុន្តែរាល់ពេលដែល Xiaomi នឹងទាញវាទៅជាបំណែកខ្ញុំចង់ប្រើវិធីនេះដើម្បីបង្ហាញពីការមិនពេញចិត្តនិងការអន់ចិត្តខាងក្នុងរបស់ខ្ញុំដូច្នេះគ្រូពេទ្យត្រូវជំនួសអំណោយដោយបូមាត់ប៉ុន្តែនាងនៅតែត្រូវបានបដិសេធដោយ Xiaomi ពិចារណាថាខ្ញុំមិនអាចតាមដាន Xiaomi គ្រប់ពេលទេវិជ្ជាបណ្ឌិតបានជួលមេដោះចាស់ដែលគួរឲ្យទុកចិត្តគាត់បានស្នើសុំឲ្យមេដោះបន្ថែមថ្នាំជាក់លាក់ទៅក្នុងអាហាររបស់ Xiaomi ជារៀងរាល់ថ្ងៃក្រោមសកម្មភាពរបស់គ្រឿងញៀន Xiaomi បានក្លាយជា docile បន្តិចម្ដងគាត់លែងបដិសេធគ្រឿងសម្អាងដែលវិជ្ជាបណ្ឌិតបញ្ជូនដោយមើលឃើញការសម្ដែងរបស់ Xiaomi កាន់តែប្រសើរឡើងជារង្វាន់វិជ្ជាបណ្ឌិតបានដំឡើងទូលទូសម្រាប់គាត់ Xiaomi ដែលធន់ទ្រាំបានចាប់ដើមរៀនយូហ្គាហើយនោះគឺវាសម្រាប់រយៈពេល3ខែទៀតវិជ្ជាបណ្ឌិតបានពិនិត្យរាងកាយរបស់ Xiaomi ឡើងវិញខ្ញុំបានរកឃើញថាស្បែករបស់នាងមិនត្រឹមតែឆ្ងាញ់និងទន់ប៉ុណ្ណោះទេរចនាសម្ព័ន្ធរាងកាយនៅតែដូចគ្នានឹងស្ត្រីដែរវិជ្ជាបណ្ឌិតរំភើបណាស់ចាប់តាំងពីពេលនោះមករឿងដំបូងដែលគាត់ធ្វើនៅពេលគាត់ត្រឡប់មកផ្ទះរាល់ថ្ងៃគឺដើម្បីកោតសរសើរ Xiaomi តាមរយៈការឃ្លាំមើលប៉ុន្តែវាគួរឲ្យធុញទ្រាន់ណាស់ជាមួយនឹងអេក្រង់ដូច្នេះខ្ញុំបានរត់ទៅបន្ទប់របស់ Xiaomi ដោយមិននឹកស្មានដល់ Xiaomi បានទទួលយករាងកាយស្ត្រីទាំងស្រុងគាត់បានស្នើសុំឲ្យវិជ្ជាបណ្ឌិតអំដំណើរគាត់បន្ថែមទៀតនាពេលអនាគតហើយសង្ឃឹមថានឹងរស់នៅក្នុងជីវិតរីករាយជាមួយគាត់ដង្ហើមរបស់ Xiaomi បានមកដល់មុខរបស់នាងវិជ្ជាបណ្ឌិតគ្រាន់តែមានអារម្មណ៍ក្តៅនិងស្ងួតពីពេញប៉ុន្តែជាមួយនឹងហេតុផលចុងក្រោយគាត់នៅតែបង្ខំខ្លួនឯងឲ្យចាក់ចេញពីបន្ទប់ថ្ងៃមួយកូនប្រុសរបស់មេដោះឈ្មោះ Dahu បានមករកខ្ញុំគាត់បញ្ឆោតទ្វារបើកព្រោះគាត់នឹកម្ដាយប៉ុន្តែមិនយូរប៉ុន្មានដំណឹងនៃឧក្រិដ្ឋកម្មរបស់សត្វខ្លាគឺមាននៅលើកញ្ចក់ទូរទស្សន៍មេដោះបានដឹងថាកូនប្រុសរបស់នាងបានមកជិះវៀងការចង់បានដូច្នេះពួកគេបានសម្រេចចិត្តទាត់គាត់ចេញដោយមិននឹកស្មានដល់សត្វខ្លាបានរកឃើញអត្ថភាពរបស់ Xiaomi ដោយចៃដន្យតួលេខនិងមុខសង្ហាររបស់ Maiman បានធ្វើឲ្យគាត់មានចំណងខ្លាំងមេដោះបានឃើញតាមគំនិតកូនប្រុសរបស់នាងហើយលើកកាំភ្លើងមកប្រមាននាងប៉ុន្តែភ្លាមនៅពេលដែលគាត់មិនបានយកចិត្តទុកដាក់គាត់ត្រូវបានគ្រប់រងដោយសត្វខ្លាធំនៅពេលដែលអ្នកទាំងពីរប្រយុទ្ធគ្នាដើម្បីកាំភ្លើងខ្លីសម្លេងក្រកកាំភ្លើងនឹងផ្ទុះឡើងដល់ត្រចៀករបស់មីតូចគាត់បានប្រើអ្នកទំនាក់ទំនងដើម្បីតាក់ទងមេដោះប៉ុន្តែមិនដែលទទួលបានការឆ្លើយតបទេដោយសារតែមេដោះបានជាប់នឹងលាមកសត្វខ្លាបានឆែកឆេះបន្ទប់របស់ Xiaomi យ៉ាងរហ័សខ្ញុំបានឮសំឡេងដោះសោះពីខាងក្រៅ Xiaomi បានលាក់ខ្លួនភ្លាមនៅចំហៀងទ្វារសត្វខ្លាបានវាយប្រហារគាត់នៅពេលគាត់បើកទ្វារបន្ទាប់មកគាត់បានរត់ក្នុងល្បឿនយ៉ាងលឿនដោយព្យាយាមរត់គេចប៉ុន្តែគាត់នៅតែត្រូវបានចាប់ដោយសត្វខ្លាដែលដួលហើយដើរហើយគាត់ត្រូវបានគេដឹកចូលទៅក្នុងបន្ទប់ហើយវាយធ្វើបាបនៅយប់នោះគ្រូពេទ្យបានត្រឡប់មកពីធ្វើការវិញហើយបានរកឃើញមេដោះចាស់ចង់ជាប់នឹងកៅអីក្រឡេកមើលអេក្រង់ក្លំមើលវិជ្ជាបណ្ឌិតបានប្រញាប់ប្រញាល់ទៅបន្ទប់របស់ Xiaomi ភ្លាមគាត់មិនស្ទាក់ស្ទើរក្នុងការបាញ់សម្លាប់បុរសដែលរំលោភ Xiaomi ឧបត្តិហេតុនេះបានពង្រឹងទំនាក់ទំនងរវាងពួកគេទាំងពីរយ៉ាងឆាប់រហ័សបន្ទាប់ពីកុមារភាពនៃការគេងជាមួយគ្នាពេញមួយយប់ Xiaomi គិតនាំយកអាហារពេលព្រឹកគ្រូពេទ្យភ្ញាក់ដឹងខ្លួនឃើញកាំបិតនៅលើចានគាត់ព្រួយបារម្ភថា Xiaomi នឹងសងសឹកប៉ុន្តែ Xiaomi ទើបតែចាក់កាហ្វេឲ្យគាត់ដោយគិតការផ្លាស់ប្ដូរនេះបណ្ដាលឲ្យវិជ្ជាបណ្ឌិតបន្ថយឆ្មាំរបស់គាត់យឺតគាត់ថែមទាំងចាប់ផ្ដើមអនុញ្ញាតឲ្យមេដោះយក Xiaomi ចេញដើរទិញអីវ៉ាន់នៅថ្ងៃនេះសហសេវិកដែលចូលរួមក្នុងការវះកាត់បានរកឃើញគ្រូពេទ្យគាត់ចង់ជួលវិឡាខ្លួនឯងដែលមានបន្ទប់ប្រតិបត្តិការហើយវិជ្ជាបណ្ឌិតបានបដិសេធគាត់យ៉ាងដាច់ខាតនៅនឹងកន្លែងប៉ុន្តែមិត្តរួមការងារមិនបានជ្រើសរើសចាក់ចេញទេទុយទៅវិញយកកាសែតចេញជាមួយរូបថតរបស់ Xiaomi គាត់សង្ស័យថាបន្ទប់ប្រតិបត្តិការនៅពេលនោះកំពុងដំណើរការខុសច្បាប់ប្រសិនបើអ្នកមិនជួលវិឡាដោយខ្លួនឯងទេខ្ញុំនឹងរាយការណ៍ទៅវិជ្ជាបណ្ឌិតដោយខ្លួនឯងហើយគ្រូពេទ្យដែលហួសចិត្តទាញកាំភ្លើងខ្លីពីថតបន្ទាប់មក Xiaomi ដែលបានហេតុការសន្ទនាបានចូលមកគាត់បានប្រាប់សហសេវិករបស់គាត់ថាគ្រូពេទ្យមិនបានចាប់ជំរិតឬគំរាមគាត់ទេជំរិតទាំងអស់គឺស្ម័គ្រចិត្តមិត្តរួមការងារអាចចាក់ចេញដោយអស់សង្ឃឹមវិជ្ជាបណ្ឌិតពេញចិត្តនឹងវិធីសាស្ត្ររបស់ Xiaomi ប៉ុន្តែអ្វីដែលគាត់មិនបានកត់សម្គាល់នោះគឺថា Xiaomi បានក្រឡេកមើលរូបថតរបស់នាងដោយមិនដឹងខ្លួននៅពេលយប់នៅពេលដែលអ្នកទាំងពីរត្រៀមខ្លួនញ៉ាំGet this. We are mathematics so I'm alone with her they're my local mechanics there's what I'm coming to stay the mindy.